សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំចង់មកបង្ហាញពីវិធីធ្វើហ៊ុនជ្រូកហើយនឹងកាពះជ្រូកអាំងអំបិលម្ទេសណាបងប្អូនអញ្ចឹងទីទៀតយើងនឹងទៅចាប់តាមពីវិធីធ្វើទាំងអស់គ្នាណាបងប្អូននេះគឺជាបន្លែដែលយើងមានសាឡាត់ស៊ូវីការ៉ុតហើយនឹងកសក់បងប្អូនអាចដាក់បន្លែថែមទៀតតាមចំណង់ចិត្តរបស់បងប្អូនណាហើយអានេះគឺជាខ្ទឹមសជាមួយនឹងម្ទេសដែលខ្ញុំត្រូវយកមកបុកមួយអំបិលបើធ្វើជាអំបិលទេប្រឡាក់ជាមួយនឹងហ៊ុនជ្រូករបស់យើងណាចាអញ្ចឹងគឺចាំតាមទស្សនាទាំងអស់គ្នាណាចាឥឡូវនេះយើងចាប់ផ្ដើមយកហ៊ុនរបស់យើងដែលបានសរួចហ្នឹងយើងយកទៅហាន់វាជាចំណិតមកល្មមកុំឲ្យខ្លីពេកហើយកុំឲ្យវែងពេកណាដើម្បីពេលយើងប្រឡាក់ទៅវាសុខចូលជាតិល្អប៉ុន្តែពេលដែលបងប្អូនបុកអំបិលពេកប្រឡាក់ហ្នឹងកុំដាក់ប្រៃពេកណាគឺយើងត្រូវជ្រលក់មកទៅជ្រលក់តែឥឡូវយើងចាប់ផ្ដើមប្រឡាក់ទៀតណាដោយសារតែឥឡូវនេះហ៊ុនគឺខ្ញុំបានហាន់វាជាចំណិតតូចទេអញ្ចឹងឥឡូវយើងបានហាន់រួចអស់ហើយចាទាំងកាពះជ្រូកពោះវៀនជ្រូកហើយនឹងហ៊ុនរបស់យើងអញ្ចឹងយើងចាប់ផ្ដើមប្រឡាក់ទាំងអស់គ្នាណាបងប្អូនចាឥឡូវយើងចាប់ផ្ដើមបុកអំបិលទេហើយលឿងនេះទៅច្រឡំនេះលាងអត់ស្អាតអីលឿងនេះតាមពិតលឹកគល់លឹកក្រៃអីទេតែគាត់ស្ងោរស្រោងទៅយើងដាក់លាហ្នឹងអញ្ចឹងណាដើម្បីឲ្យវាជួយកាត់ឆ្អាបតែអញ្ចឹងពេលដែលយើងស្រោងយើងត្រូវដាក់គល់លឹកក្រៃដាក់ម្ទេសដាក់អីអញ្ចឹងទៅដើម្បីវាកាត់ឆ្អាបណាឥឡូវយើងចាប់ផ្ដើមប្រឡាក់ទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមបុកអំបិលម្ទេសណាចាឥឡូវយើងដាក់ម្ទេសទាំងអស់ហើយនឹងខ្ទឹមរបស់យើងទាំងអស់ហ្មងចាម្ទេសខ្ញុំអត់សូវដាក់ច្រើនទេដាក់មកល្មមតែបងប្អូនចិត្តហឹរដាក់តាមហ្នឹងណាចាបុកខ្ទឹមមួយម្ទេសនេះចូលទៅចាចាក់ទៅដៃនេះធៀងថតនេះតាចាដាក់បុកវាទៅបុកវាឲ្យម៉ត់ហើយបើបងប្អូនចង់កុំឲ្យវាទៀតបងប្អូនបុកបដាបងប្អូនដាក់ស្ករបដាម៉ត់ហើយអត់ទៀតទេណាចាម៉ត់ហើយអត់ទៀតទេចុះយើងបុកវាឲ្យម៉ត់ចឹងមកចាបុកវាឲ្យម៉ត់ចឹងមកនេះឃើញទេអានេះយើងបុកចឹងទៅវាអត់ទៀតត្រូវភ្នែកចេញក្រៅអីយើងបាក់អីទេអញ្ចឹងយើងបុកអាហ្នឹងឲ្យម៉ត់សិនទៅបងប្អូនយើងបុកអំបិលម្ទេសយើងមកណាតែដោយសារអំបិលម្ទេសហ្នឹងគឺខ្ញុំបុកស្ករមួយប៊ីចេងឯងអំបិលខ្ញុំតែដាក់ខាងក្រៅសារខ្ញុំត្រូវយកនេះហ่าយកខ្ទឹមមួយម្ទេសហ្នឹងទុកធ្វើទឹកត្រីកោះកុងខ្លះអញ្ចឹងខ្ញុំដាក់ខ្លះទុកត្រីធ្វើទឹកត្រីកោះកុងដាក់ខ្លះប្រឡាក់មួយសាច់ហើយយើងបានបុកមកហើយចាំពេលយើងប្រឡាក់សាច់យើងដាក់ទៅរត់ឌីបន្តិចប្រេងខ្យងបន្តិចហើយអាក្នុងនេះគឺមានតែខ្ទឹមជាមួយនឹងប៊ីចេងស្ករហើយនឹងម្ទេសទេតែ4មុខហ្នឹងឯងតោះឥឡូវយើងចាប់ផ្ដើមប្រឡាក់ហ៊ុនជ្រូកជាមួយនឹងអំបិលម្ទេសរបស់យើងណាដោយសារតែខ្ញុំគាត់ចង់សាច់ជ្រូកអញ្ចឹងគាត់ដាក់សាច់ជ្រូកប្រទេសហ្នឹង 3-4 ចំណិតទៀតអញ្ចឹងអំបិលម្ទេសរបស់យើងគឺខ្ញុំអត់តាន់ហ៊ានដាក់អំបិលទេដោយសារយើងខ្លាចប្រៃពេកអញ្ចឹងខ្ញុំសុកចិត្តដាក់ហាងក្រៅក្នុងនេះគឺមានតែខ្ទឹមម្ទេសស្ករសហើយនិងប៊ីចេងណាបងប្អូនចាអញ្ចឹងយើងចាប់ដើមដាក់ប្រេងខ្យងជាមួយនឹងអំបិលរ៉ូឌីចាប៉ុន្តែកុំប្រៃពេកណាខ្ញុំបញ្ជាក់ទៅព្រោះយើងត្រូវជ្រលក់មួយទឹកជ្រលក់ចាយើងដាក់បន្តិចមកចា3លីត្រមកបានហើយដោយសារហ៊ុនជ្រូកខ្ញុំគឺ2គីឡូបងប្អូនចាអញ្ចឹងយើងដាក់ប៉ុណ្ណឹងមកហើយរ៉ូឌីតិចមកចាហ្នឹងហើយរ៉ូឌីយើងដាក់តិចមកទី2លីត្របានណា2លីត្របាយចាកុំច្រើនទេចាអញ្ចឹងយើងចាប់ផ្ដើមច្បល់វាចូលគ្នាបងប្អូនចាយើងមានស្រោមដៃយើងច្បល់ចូលគ្នាទៅនេះគឺខ្ញុំច្បល់វាចូលគ្នាចាខ្ញុំមិនហ៊ានដាក់អំបិលច្រើនទេខ្ញុំដាក់ប្រឡាក់វាមុំដើម្បីឲ្យវាឈ្ងុយមួយខ្ទឹមមួយម្ទេសហើយយើងយកដាក់អាំងតែម្ដងណាព្រោះយើងមិនត្រូវជ្រលក់ទឹកជ្រលក់មកតង់ទៀតអញ្ចឹងកុំប្រៃពេកចាតិចទៀតចាចំណងមកបងប្អូនគួរឆ្ងាញ់ហ្មងណាហើយរសជាតិបងប្អូនចង់តាមខយតាមបងប្អូនចង់ចិត្តទេណាចានេះញ៉ាំខ្លាំងតែបងប្អូនអញ្ចឹងនៅពេលដែលយើងប្រឡាក់ហើយយើងទុក5-10នាទីទៅចាឲ្យវាចូលជាតិបន្តិចជាមួយចូលគ្រឿងរបស់យើងជាមួយនឹងសាច់នឹងហើយបញ្ជាក់ទៀតបងប្អូនកុំ
គុំប្រឡាក់ប្រើដៃច្របាច់ខ្លាំងពេកខ្លាចពីចេញអាខួរវាក្នុងហ៊ុននឹងចាញ់មកអស់វាលែងឆ្ងាញ់អញ្ចឹងណាចាអញ្ចឹងយើងគ្រាន់តែយកលភាកវាបែបឲ្យវាសប់សាច់មួយទៅបានហើយអូខេប៉ុណ្ណឹងចាអូយឡងទៅបងប្អូនអើយចឹងបងប្អូនមានម្ទេសហុយឬក៏មានម្ទេសម៉ត់ឬក៏ចូលទឹកម្ទេសបងប្អូនដាក់ច្រើនទៅនឹងទៅឃើញក្រហមល្អមែនតើចាចឹងយើងបន្លាក់រួចរាល់ហើយយើងទុកវា15នាទីណាឥឡូវនេះយើងបានបន្លាក់វាសព្វជ្រុយហើយយើងផ្អាប់ទុកវារយៈពេល15នាទីសិនចាំលើវាមកអាំងណាឥឡូវយើងទុកពេលបន្លាក់ហ្នឹងយើងទៅបង្កាត់ភ្លើងដាក់ជុំទាំងអស់គ្នាបងប្អូនចឹងឥឡូវអាខ្ទឹមនឹងម្ទេសដែលយើងបុកមិញហ្នឹងយើងសល់បន្តិចណាបងប្អូនចឹងយើងច្របាច់ក្រូចឆ្មាដើម្បីធ្វើទឹកជ្រលក់ទឹកត្រីកោះកង់ណាបងប្អូនខ្លះចង់ធ្វើទឹកត្រីប្រហុកក៏អត់ធ្វើទឹកប្រហុកក៏បានដែរតែយើងចង់ធ្វើទឹកត្រីកោះកង់ដើម្បីជ្រលក់នឹងបន្លែយើងមិញហ្នឹងឥឡូវយើងចាប់ដាក់ផ្សំគ្រឿងទៅមកមិញមានក្រូចទឹកក្រូចឆ្មាជាមួយនឹងស្ករប៊ីចេងហើយនឹងម្ទេសខ្ទឹមរបស់យើងហ្នឹងចាហើយយើងដាក់ទឹកត្រីមកនិយាយទៅផ្សំគ្រឿងតាមចំណង់ចំណូលចិត្តបងប្អូនចង់ជូរចង់ផ្អែមចង់អីតាមចំណង់ចំណូលចិត្តតែគាត់ថាធ្វើម៉េចកុំឲ្យវាប្រៃដើម្បីយើងស្ទាត់ជាមួយនឹងសាច់របស់យើងឲ្យវាប្រៃយ៉ាងពេកចាហើយយើងចាប់ដាក់ស្ករយើងច្រើនតិចមកបងប្អូនចាហើយដាក់ធ្វើម៉េចជូរផ្អែមប្រៃហ្នឹងកុំឲ្យប្រៃនិយាយទៅកុំឲ្យប្រៃខ្លាំងពេកជូរផ្អែមវាដិតតិចមកចាប្រៃល្មមទៅចាធ្វើចឹងមកហើយថតកំពុងតែភ្លៀងទេបងប្អូនអើយឥឡូវយើងចាប់ដើមប្រកាត់ភ្លើងណាប្រកាត់ភ្លើងដាក់ជុំទៅអាំងជាមួយនឹងធុំជ្រូករបស់យើងចាឥឡូវយើងកាត់ទៅណាកាត់ចិត្តអស់ហើយបន្តិចទៀតមួយខ្ទង់ទៀត10នាទីទៀតថាអាំងបានណាបងប្អូនតោះឥឡូវបងប្អូនហ៊ុនយើងបានប្រឡាក់រួចហើយភ្លើងយើងក៏កាត់ដែរយើងចាប់ដើមដាក់អាំងតែម្ដងបងប្អូនណាអូយតំណមែនតើបងប្អូនអើយមើលទៅតំណងឆ្ងាញ់ហ្មងហើយឈ្ងុយមែនតើបងប្អូនគាត់ដាក់ភ្លាមលើចក្រានលើភ្លើងហ្នឹងគឺឆ្ងាញ់ក៏ឈ្ងុយគួរចង់ញ៉ាំហ្មងបងប្អូនខ្ញុំនិយាយចង់ហៀទឹកមាត់ហើយតំណងមែនតើបងប្អូនណាលើក្រៅដល់ឈ្ងុយអូឈ្ងុយហើយត្រូវមេឃភ្លៀងអាលឹមសាច់ចេះទៀតសម័យមើលបងប្អូនឆានកម្រិតណាបងប្អូនអើយឃើញតែបន្លែក៏គួរចង់ញ៉ាំដែរចាចឹងបន្លែយើងបានលាងហើយចិត្តហើយស្អាតណាបងប្អូនសម្រាប់តបជាមួយនឹងធំជ្រូករបស់យើងណាតំណឆ្ងាញ់មែនតើហើយថតនេះថតទាំងភ្លៀងបងប្អូនអើយតែចង់ចែករំលែកដល់បងប្អូនណាចាហ្នឹងហើយបងប្អូនឥឡូវលទ្ធផលយើងទទួលបានហ្នឹងណាយើងឃើញថាហ៊ុនជ្រូកជាមួយនឹងកាហ្វេជ្រូករបស់យើងអាំងហើយពិតជាឈ្ងុយឆ្ងាញ់មែនតើព្រោះបានធ្វើមកដល់មិញណាឆ្ងាញ់ណាស់បងប្អូនអើយហើយស្លាប់ស្រួយជាមួយនឹងទឹកជ្រលក់ទីតំណមែនតើហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ណាចាអរគុណច្រើនដែលបានជួបគ្នានៅវីដេអូក្រោយទៀតណាបងប្អូន